ថ្ងៃទី31ខែតុលាចេញពីកន្លែងរងចាំបំណងប្រតិព្រះរួចនាងលើបចូលទៅបើកភួយពីខាងចុងជើងលោកដេកទៅលុះដល់ពេលកណ្ដាលអាត្រៀតនោះលោកក៏នឹកខ្លាចហើយផ្ងាប្រែខ្លួនមកឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួនព្រះគម្ពីរនាងរស់ចំពុក3ខ7ដល់ខ8ជីវិតគ្រីស្ទបរិស័ទមិនមែនសម្រាប់រស់នៅក្នុងកន្លែងសុខស្រួលនោះទេក្នុងបទគម្ពីរនាងរស់ចំពុក3យើងឃើញថានាងរស់បានប្រថុយយ៉ាងខ្លាំងនៅពេលដែលនាងចូលទៅរកលោកបូអូសដើម្បីស្នើឲ្យគាត់ថែរក្សានាងដោយទទួលនាងជាភរិយានាងបានចេញទៅតែម្នាក់ឯងនៅពាក់កណ្ដាលអាត្រៀតចូលឃ្លាំងស្រូវដែលមានសុទ្ធតែមនុស្សប្រុសដែលកំពុងដេកបន្ទាប់ពីពួកគេបានធ្វើពិធីជប់លៀងអបអរការប្រមូលផលនៅពេលដែលលោកបូអូសគេងលក់នាងក៏បានចូលទៅរកគាត់ក្នុងពេលងងឹតហើយបើកភួយនៅចុងជើងគាត់បើនាងបានភ្លាត់ស្នៀតតែបន្តិចឬគេឃើញនាងយើងមិនដឹងថាពួកប្រុសនោះអាចធ្វើអ្វីខ្លះមកលើនាងឬមនុស្សនឹងគិតថានាងមានបំណងយ៉ាងណាទេហេតុការហាក់ដូចជារឿងចម្លែកសម្រាប់ភ្នែកមនុស្សនៅសតវត្សទី21ប៉ុន្តែសកម្មភាពរបស់នាងរស់ដែលខុសពីធម្មតាបានបង្ហាញចេញនូវការយកចិត្តទុកដាក់ដោយចិត្តស្មោះត្រង់លើការថែរក្សានិងការការពាររបស់ព្រះទ្រង់បានអនុញ្ញាតតាមក្រឹតវិន័យរបស់ទ្រង់ឲ្យលោកបូអូសអាចធ្វើជាអ្នកលួសសាច់ញាតិរបស់ខ្លួនធ្វើជាអ្នកការពារនិងអ្នកផ្គត់ផ្គង់ដល់នាងរស់ព្រះអង្គបាននាំនាងរស់ទៅវាលស្រែរបស់លោកបូអូសតាមផែនការរបស់ព្រះអង្គដែលនៅទីនោះគាត់បានបង្ហាញសេចក្តីមេត្តាដល់នាងរឿងរបស់នាងបានបង្ហាញយើងម្ដងហើយម្ដងទៀតអំពីរបៀបដែលព្រះទ្រង់គ្រប់គ្រងតាមផែនការរបស់ទ្រង់មកលើកលៈទេសៈទាំងអស់ដែលយើងមើលមិនឃើញដើម្បីសិរីល្អរបស់ព្រះអង្គនិងសុខុមាលភាពរបស់រាជទ្រង់នៅពេលខ្លះយើងនឹងជួបកលៈទេសៈក្នុងជីវិតដែលយើងមិនអាចមើលលើជំហានបន្ទាប់មិនខុសពីនាងរស់ឡើយមនុស្សជាច្រើនមានចិត្តចង់នៅក្នុងបន្ទប់រងចាំទោះតែពួកគេហាក់ដូចជាបានដឹងគ្រប់ជ្រុងជ្រោយយើងចង់មានសុវត្ថិភាពនិងគ្រប់គ្រងស្ថានភាពរបស់យើងប៉ុន្តែបើយើងនៅតែមិនចង់ធ្វើអ្វីសោះតើតើយើងមានអារម្មណ៍ថាចង់ធ្វើនោះជីវិតយើងមិនសូវមានការលូតលាស់ខាងវិញ្ញាណហើយនឹងបានធ្វើបន្តតែបន្តិចបន្តួចអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះពេលណាយើងនៅត្រឹងមួយកន្លែងដោយសារយើងខ្លាចទៅមិនតាមទិសដៅយើងនឹងមិនអាចទៅណាសោះពេលណាយើងមិនអាចមើលទៅមុខលើជំហានបន្ទាប់ឬនៅពេលណាភាពមិនច្បាស់លាស់ចូលក្នុងជីវិតហើយពួកវានឹងកើតមានមែនយើងត្រូវទុកចិត្តព្រះហើយធ្វើអ្វីមួយផ្អែកទៅលើសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះអង្គហើយទុកចិត្តការដឹកនាំរបស់ព្រះវិញ្ញាណរបស់ទ្រង់ផែនការរបស់នាងរស់មិនមានការធានានិងមិនមានការច្បាស់លាស់តែនាងបានបោះជំហានទៅមុខព្រោះនាងទុកចិត្តថាដែលបានបង្ហាញសេចក្តីស្មោះត្រង់របស់ទ្រង់ចំពោះនាងម្ដងហើយម្ដងទៀតតើអ្នកចាំបាច់ត្រូវចាប់ផ្ដើមគិតយ៉ាងដូចនេះទេតើអ្នកចាំបាច់ត្រូវមើលឲ្យហួសព្រំដែននៃកន្លែងសុខស្រួលរបស់អ្នកតាមការត្រាស់ហៅរបស់ព្រះទេបើនាងរស់បានទទួលការបណ្ដាចិត្តដោយជំនឿនិងការស្ដាប់បង្គាប់តើអ្នកបានទទួលការបណ្ដាចិត្តពីអ្វីតើមានផ្នែកណាខ្លះនៃជីវិតអ្នកនៅពេលនេះដែលបង្ហាញថាអ្នកទុកចិត្តព្រះអង្គអ្នកប្រហែលជាមានការសម្រេចចិត្តដែលត្រូវធ្វើកន្លែងដែលត្រូវទៅកិច្ចការដែលត្រូវធ្វើឬការសន្ទនាដែលត្រូវមានដែលអ្នកមិនបានដឹងឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើអ្វីដែលអ្នកអាចនិយាយនោះគឺខ្ញុំគ្មានតម្រុយថារឿងនេះនឹងទៅជាយ៉ាងណាទេតែនេះជាអ្វីដែលព្រះទ្រង់កំពុងត្រាស់ហៅឲ្យខ្ញុំធ្វើក្នុងស្ថានភាពនេះព្រះបន្ទូលព្រះអង្គត្រាស់ហៅអ្នកឲ្យប្រើប្រាជ្ញាហើយបោះជំហានទៅមុខដោយជំនឿមួយជំហានម្ដងដោយទុកចិត្តលើព្រះដែលបានសគត់ជំនួសអ្នកហើយសន្យាថាខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរដរាបដល់បំផុតកលនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក28ខ20ចូលទុកដាក់ជីវិតអ្នកមិនមែននៅក្នុងសុវត្ថិភាពនៃកន្លែងសុខស្រួលរបស់អ្នកឡើយប៉ុន្តែនៅក្នុងការដឹកនាំនៃព្រះហស្ថរបស់ព្រះអង្គដែលតែងតែផ្គត់ផ្គង់យើងខគម្ពីរសេចក្ដីគិតនៅក្នុងព្រះគម្ពីរនាងរស់ចំពុក3សម្រាប់គម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរសាមយូអែលខ្សែទី2ចំពុក16ដល់ចំពុក18និងព្រះគម្ពីរយ៉ូហានខ្សែទី1ចំពុក5